សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំបានបង្ហាញពីរបៀបចាក់រូបព្រះពុទ្ធតើលើយើងចាប់ផ្ដើមសម្រាប់បញ្ចូលខ្ញុំប្រើលេខ 2.5 ដំបូងនេះយើងចាក់ប្រកេះមុនណាអ្នកទាំងអស់គ្នាសម្រាប់អំបោះយើងអាចប្រើប្រភេទ5ដសៃបែបនេះក៏បានអ្នកទាំងអស់គ្នាអាចប្រើប្រភេទ4ដសៃក៏បានតាមអ្នកទាំងអស់គ្នាចង់បានធំឬតូចណាឥឡូវយើងចាក់ x ចំនួន8ចូលទៅក្នុងរង្វង់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 បន្ទាប់មកយើងភ្ជាប់រួចហើយយើងឡើងទៅជុំទី2ជុំទី2យើងចាក់មកប្រឡោះ2ចំនួន6ប្រឡោះ2 3 4 5 6 7 8 តមកយើងភ្ជាប់ឡើងទៅជុំទី3ជុំទី3យើងចាក់ប្រឡោះដំបូង1ប្រឡោះបន្ទាប់2ឆ្លាស់គ្នាចំនួន8ប្រឡោះចំនួន8ដង1 2ចឹងយើងចាក់1 2 1 2បែបនេះឲ្យបានចំនួន8ដងឬក៏យើងអាចហៅថា XV យើងចាក់ XV X1 V1 មកដល់ជួរទី4នេះគឺយើងចាក់ x ចំនួន2ចាក់ v1 អញ្ចឹងដំបូងយើងបាញ់វាចែកវាជា2ដំបូងយើងចាក់ x មួយសិនបន្ទាប់មកយើងចាក់ v បន្ទាប់មកយើងចាក់ x 2ដង v1 1 2អញ្ចឹងប្រឡោះទី3យើងចាក់ v យើងចាក់បែបនេះដើម្បីធ្វើឲ្យរង្វង់របស់យើងវាមូលស្អាតបន្ទាប់មកយើងចាក់ x 2ដង v1 បន្តទៀតរហូតតទៅអស់បន្ទាប់មកដល់ជួរទី5ជួរទី5យើងចាក់ x ចំនួន3 v1 ជាមានន័យថាយើងចាក់មកប្រឡោះ1 3ដងហើយមកប្រឡោះ2ម្ដង1 2 3បន្ទាប់មកយើងចាក់2ចូលក្នុងប្រឡោះតែ1រួចហើយយើងចាក់ x ចំនួន3ទៀតហើយយើងចាក់ v1 យើងចាក់វាបែបនេះចំនួន8ដង
មកដល់ជួរទី6យើងចាក់ដូចជួរទី3ដែរគឺយើងចាក់ x ចំនួន2ដងបន្ទាប់មកយើងចាក់ v ម្ដងរួចហើយយើងចាក់ x ចំនួន4ដងចាក់ v ម្ដង1 2 3 4 តមកយើងចាក់ v ចឹងមានន័យថានៅប្រឡោះដំបូងគឺយើងចាក់ x 2ដងហើយយើងចាក់ v បន្ទាប់មកយើងចាក់ x 4ដងហើយយើងចាក់ v ចំនួន7ដងឆ្លាស់គ្នាចំនួន7ដងបញ្ចប់ចុងក្រោយនៅសល់ x 2ដងណាបងប្អូនគ្នាមកដល់ជួរទី7នេះវិញគឺយើងចាក់ x ចំនួន7ដងហើយចាក់ v ម្ដង1 2 3 4 5 6 7 អញ្ចឹងនៅក្នុងប្រឡោះទី8យើងចាក់ v 1 2 បន្ទាប់មកយើងចាក់ឆ្លាស់គ្នាបែបនេះតតែអស់មានចំនួន6ដងឥឡូវមកដល់ជួរទី8អញ្ចឹងចាប់ពីជួរទី8រហូតដល់ជួរទី14គឺយើងចាក់ x ទាំងអស់មានន័យថាមកប្រឡោះយើងចាក់មួយទាំងអស់រហូតទៅដល់ជួរទី14អញ្ចឹងពីជួរទី8រហូតទៅដល់ជួរទី14វាមាន8 9 10 11 12 13 14អញ្ចឹងយើងវាមាន7ជួរអ្នកនរគ្នាអញ្ចឹង7ជួរហ្នឹងយើងចាក់ x ទាំងអស់
ឥឡូវយើងចាក់មកដល់ជួរទី14រួចហើយបន្ទាប់មកយើងចាក់ឡើងទៅជួរទី15នៅក្នុងជួរទី15នេះគឺយើងចាក់x ចំនួន8ដងដំបូងយើងចាក់ x ចំនួន8ដងសិន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
4 5 6 7 8 បន្ទាប់មកយើងចាក់ A1 A មានន័យថាបរួមយើងបរួមមួយមកយើងបរួមរួចហើយបន្ទាប់មកយើងចាក់ x ចំនួន16ដង 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
2 3 4 5 6 7 8 9 10 11 12 13 14 15 16 ពេលយើងចាក់ x បាន16ហើយគឺយើងចាក់ a1 មានថាចាក់ x 16ដងយើងព្រមម្ដងអញ្ចឹងយើងចាក់ x 16ព្រម1នេះយើងចាក់វាអញ្ចឹងចំនួន2ដងអញ្ចឹងបន្ទាប់មកយើងចាក់ x ចំនួន16ដងទៀតពេលយើងចាក់បាន16ហើយយើងព្រម1នៅពេលដែលយើងព្រមហើយនៅសល់8បន្លោះយើងចាក់ x ទាំងអស់1 2 3 4 5 6 7 8 បន្ទាប់មកយើងភ្ជាប់ឡើងទៅជួរទី16ពេលអ្នកទាំងអស់គ្នាចាក់កុំចាក់បតឹងដូចខ្ញុំនេះដោយសារតែខ្ញុំចាក់ផងថតផងទៅវារាំងតឹងដៃបន្តិចអញ្ចឹងចាប់ពីជួរទី16រហូតដល់ជួរទី21យើងចាក់មួយទាំងអស់ឥឡូវយើងចាក់ដល់ជួរទី22ហើយសម្រាប់ជួរទី22គឺយើងចាក់ x ចំនួន15ដង
ហើយយើងបរួមម្ដងអញ្ចឹងយើងចាក់ x 15ដងបរួមម្ដងហ្នឹងចំនួន3ដងចំណែកឲ្យជួរទី23និង24គឺយើងចាក់មួយទាំងអស់ចំនួន2ជួរនៅពេលដែលអ្នកទាំងអស់គ្នាចាក់អ្នកទាំងអស់គ្នាកុំភ្លេចរាប់ចុងក្រោយយើងអាចចាក់ខុសឬក៏ភ្លាត់មកបន្លោះអីគឺខុសហើយអញ្ចឹងយើងទៅរាប់ឲ្យច្បាស់គ្រប់ជួរទាំងអស់អញ្ចឹងជួរទី23និង24នេះយើងមាន x ចំនួន48 x ចាតទៅពីយើងចាក់បាន2ជួរហើយនៅជួរទី25គឺយើងចាក់ដំបូងយើងចាក់ x សិនបន្ទាប់មកយើងចាក់ a មានន័យថាយើងចាក់ x មួយយើងបរួម1ហើយបន្ទាប់គឺយើងចាក់ x ចំនួន2ដងបានបរួមម្ដងវិញ1 2តើមកយើងបរួមមក1 2យើងចាក់ x 2ដង a មួយបែបនេះរហូតទៅដល់តទៅអស់ចុងក្រោយយើងនៅសល់តែ a មួយទេដោយសារតែក្បាលដំបូងយើងផ្ដើមដោយ a មួយx 1 a អញ្ចឹងចុងក្រោយយើងនៅសល់ x មួយ
ចឹងម្ដងជួរទី26នេះគឺយើងចាក់1 x 1 a 1មានន័យថាយើងចាក់ x 1ព្រម1គ្រប់ប្លោះទាំងអស់ចំនួន12ប្លោះចំនួន12ដងចឹងយើងចាក់ x 1 a 1 x 1 a 1ចឹងយើងចាក់ឆ្លាស់គ្នាបែបនេះតតែអស់មកដល់ជួរទី27គឺយើងចាក់ x ចំនួន2ដងចាក់ a 1 1 2តមកយើងព្រម1ចឹងយើងចាក់1 2ដងព្រម1បែបនេះចំនួន6ដងអញ្ចឹងដល់កន្លែងនេះយើងទុកខ្សែរាំងវែងតិចមកដើម្បីយើងដេរភ្ជាប់ជាមួយខ្លួនណារួចហើយយើងដកខ្សែវាចេញមករួចហើយអញ្ចឹងប្រកេះយើងចាក់រួចរាល់ហើយប៉ុណ្្នឹងឯងពេលយើងញាត់សាលីទៅឃើញមូលស្អាតហើយ